គឺក្រុមអ្នកចង់ឆ្លៀតឱកាសយកអារម្មណ៍របស់ប្រជាពលរដ្ឋដើម្បីរុញបន្ថែមធ្វើសកម្មភាពបន្ថែមមិនត្រឹមតែធ្វើការបញ្ចេញមតិនោះទេប៉ុន្តែឈានទៅដល់ការបបោសផ្ដុំកម្លាំងធ្វើបាតកម្មបះបោយករូបមន្តបង់ក្លាដេសចង់រុញសភាពការនេះទៅណាតើចង់បានអីកុំយកស្មារតីព្រួយបារម្ភរឿងជាតិរបស់ប្រជាពលរដ្ឋហើយរុញគាត់ចូលទៅក្នុងសកម្មភាពដែលធ្វើឲ្យខាតទាំងអស់គ្នាតើអស់លោកមានដឹងទេស្អីទៅដែលកើតនៅបង់ក្លាដេសអស់លោកចង់បង្កើតបែបនេះតើអស់លោកមានសួរប្រជាពលរដ្ឋ2លាននាក់នៅភ្នំពេញទេចង់បានអត់សួរអ្នកប្រជាពលរដ្ឋនៅភ្នំពេញតើចង់ឲ្យរូបភាពដូច2013ដែលបាតកម្មរាល់ថ្ងៃដុតនៅភ្នំពេញកើតមាននៅភ្នំពេញទៀតទេដោយសារប្រធានបទនេះដោយសារការព្រួយបារម្ភនេះចាំក្នុងនាមរាជរដ្ឋាភិបាលថ្ងៃនេះមានទូតផងបើសិនជារាជរដ្ឋាភិបាលចាត់វិធានការមិនឲ្យអ្នកដែលប៉ុនប៉ងធ្វើសកម្មភាពបែបនេះតាមរយៈការអនុវត្តច្បាប់ទៅលើអ្នកប៉ុនប៉ងដុតប្រទេសរុញបាតកម្មនៅកម្ពុជាឲ្យទៅដូចនៅបង់ក្លាដេសសូមកុំចោទរដ្ឋាភិបាលថាផ្ដាច់ការយើងគ្មានអីក្រៅពីការពារមិនឲ្យអស្ថិរភាពកើតមាននៅក្នុងប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញនេះទេផងទេហើយដូចនេះហើយនៅកម្ពុជាយើងមិនអាចឲ្យស្ថានភាពបែបនេះហើយកម្ពុជាធ្លាប់ឆ្លងកាត់ហើយទីក្រុងភ្នំពេញធ្លាប់ភ្លក្សរសជាតិហើយការធ្វើបាតកម្មឈានទៅដល់ហិង្សានិងភាពអនាធិបតេយ្យធ្វើឲ្យប៉ះពាល់អាជីវកម្មបងប្អូនបែបណាអញ្ចឹងកុំឆ្លៀតយកឱកាសនៃបញ្ហាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋជាច្រើននៅក្នុងចំណោមអ្នកដែលព្រួយបារម្ភពិតប្រាកដពីរឿងនេះប្រជាជនជាច្រើនគាត់បានយល់ហើយប៉ុន្តែនៅមានអ្នកខ្លះមិនទាន់យល់ហើយក្នុងចំណោមអ្នកមិនទាន់យល់នេះជាង99%គាត់ព្រួយបារម្ភដោយស្មារតីស្រឡាញ់ជាតិទេគាត់តវ៉ាបច្ចេកមតិតែគ្មានចេតនាដុតប្រទេសរុញឲ្យជ្រុលនោះទេអញ្ចឹងខ្ញុំសូមឲ្យបងប្អូនទាំងអស់បន្តចូលរួមបច្ចេកមតិរបស់ខ្លួនប៉ុន្តែថែរក្សានៅអភិក្រមរបស់ខ្លួនថែរក្សានៅការបច្ចេកមតិកុំឲ្យចូលរួមនៅក្នុងសកម្មភាពអីដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម